សួរបងប្អូនអ្នកគ្នាខ្ញុំបាទឈ្មោះបេសតថ្ងៃនេះខ្ញុំអានរឿងមួយជូនបងប្អូនស្ដាប់ដកស្រង់ចាញ់ពីសៀវភៅភាសាខ្មែរថ្នាក់ទី5រឿងភ្នំប្រុសភ្នំស្រីកាលពីព្រេងនាយមានស្ដេចស្រីមួយអង្គព្រះនាមស្រីអយុធ្យារជ្ជកាលស្ដេចអង្គនេះពួកស្រីត្រូវទៅដណ្ដឹងប្រុសធ្វើជាប្តីស្រីមានរូបថោកពុំស្អាតពិបាករកប្តីណាស់ព្រោះពួកប្រុសពុំយកធ្វើជាប្រពន្ធលុះមកដល់រាជស្ដេចក្រោយពួកស្រីមានគំនិតធ្វើបំរះពីប្រពៃណីស្រីដណ្ដឹងប្រុសពួកស្រីបានជំនុំគ្នាដើម្បីរកវិធីដោះស្រាយពួកយើងជាស្រីយើងដណ្ដឹងប្រុសដូចជាមិនសមសោះយើងគួរតែបបួលប្រុសផ្ទាល់គ្នាដោយលើកដីពុនទៅភ្នំបើពួកស្រីឈ្នះឲ្យពួកប្រុសមកដណ្ដឹងស្រីវិញគិតឲ្យពួកស្រីក៏ទៅនិយាយបបួលពួកប្រុសភ្នាល់យើងភ្នាល់គ្នាពុនភ្នំតែលើកដីពុនតាំងពីប្ររពរអូតដល់ផ្កាយព្រឹករះសឹមយើងឈប់ពួកប្រុសក៏យល់ព្រមតាមសន្យានេះទាំងខាងស្រីទាំងខាងប្រុសក៏ចាត់មេកំណែនឲ្យដើរកែនគ្រប់ចំនួនខាងប្រុសនិងខាងស្រីរួចរែកទូលតាមសមត្ថភាពរៀងខ្លួនលុះធ្វើការបានប្រអែលជា4 ឬ 5 ម៉ោងពួកស្រីមានអបាយកលក៏នាំគ្នាបង្អោតកងមួយយ៉ាងខ្ពស់នៅជ្រុងឦសានភ្នំពួកប្រុសមើលទៅលើឃើញកូនស្រីបង្អោតស្មានតាកាយប្រក្រាក៏បបួលគ្នាឈប់ធ្វើការនាំគ្នានៅត្រាលក់គ្មានសល់ម្នាក់ឯពួកស្រីក៏នាំគ្នាលើកដីពុនភ្នំដរាបដល់ផ្កាយព្រឹកមែនតែនរះទៅជប់លុះមន់រងាវពួកប្រុសញាក់ឡើងស្រាប់តែឃើញផ្កាយព្រឹកមែនតែនទៅនឹងរះពួកប្រុសល្មាត់យើងទាំងអស់គ្នាខំឲ្យផ្កាយព្រឹកមែនតែនទៅតែរះសោះពួកប្រុសនាំគ្នាក្រឡេកទៅមើលភ្នំពួកស្រីមានទំអមខំឲ្យខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានទឹកដីអៀនអន់ក្នុងចិត្តព្រោះចាញ់កលស្រីតាំងពីពេលមកពួកប្រុសក៏ទៅដណ្ដឹងស្រីព្រោះជាភរិយារហូតដល់សប្តាហ៍ថ្ងៃនេះអរគុណជួបអរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយ